មួយថ្ងៃហ្នឹង YouTube ខ្ញុំនៅលើ Newsfeed ហ្នឹងគឺពោពេញទៅដោយវីដេអូតាក់ទងជាមួយនឹង AI ដោយសារតែមួយថ្ងៃមុនខ្ញុំបានមើល podcast មួយដែលគេនិយាយអំពីថា AI ហ្នឹងវានឹងយកការងាររបស់មនុស្សយើងកម្រិតណានៅថ្ងៃមុខហើយវាធ្វើឲ្យunemployment rate នឹងកើនឡើងដល់កម្រិតណាមាត្រានៃអ្នកដែលអត់មានការងារធ្វើនោះគឺច្រើនទៅដោយសារតែ AI ហ្នឹងគេសម្ភាស Professor Geoffrey Hinton គាត់គឺជា Godfather of AI គាត់ជាអ្នកបង្កើត AI ហ្មងគាត់ជាជនជាតិ British ទទួលការអប់រំនៅ University of Edinburgh នៅ Scotland ណាក្រោយមកហ្នឹងគាត់បានបង្រៀននៅ University of Toronto នៅកាណាដាអញ្ចឹងខ្ញុំគាត់មានចំណុចមួយចង់ចែករំលែកដល់អ្នកនរគ្នាដោយសារតែមួយរយៈមុនខ្ញុំបានបកប្រែចំមានក្រុមហ៊ុនជាច្រើនគេកំពុងតែ integrate ប្រព័ន្ធ AI ហ្នឹងទៅក្នុងក្រុមហ៊ុនរបស់គេហើយនឹងប្រព័ន្ធដំណើរការរបស់គេដោយសារតែវាជួយទៅលើ efficacy rate ជាពិសេសទៅលើរោងចក្រមួយចំនួនណាអ្នកគ្នាខ្ញុំឲ្យឧទាហរណ៍ថាឥឡូវគ្រាន់ឧទាហរណ៍ណារោងចក្រផលិតទឹកសុទ្ធអញ្ចឹងនៅក្នុងមួយខ្សែសង្វាក់ផលិតកម្មគេហ្នឹងពីដើមដល់ចប់គេមានជាជួរថាជួរនេះផលិតចេញជាដបដាក់ដបជួរនេះដាក់កម្របជួរនេះដាក់សបកអីចឹងទៅក្នុងមួយខ្សែសង្វាក់ផលិតកម្មហ្នឹងគេមានតាមកលៈតាមដំណាក់កាលគេចឹងណាហើយឧទាហរណ៍ថាឥឡូវនៅតាមជួរដាក់កម្របទឹកសុទ្ធហ្នឹងគឺធ្វើដោយមនុស្សឧទាហរណ៍នេះខ្ញុំឧទាហរណ៍គាត់មួយថ្ងៃគាត់ធ្វើ8ម៉ោងចុះអញ្ចឹងនៅពេលដល់ម៉ោងទី7ទី8គាត់ចាប់ដើមហត់អញ្ចឹងនៅពេលដែលមនុស្សយើងចាប់ដើមហត់ quality ហ្នឹងវាអាចធ្លាក់ចុះដែរនៅពេលខ្លះជួនកាលគាត់រៀបទៅធ្វើការហ្នឹងគាត់ឈឺគាត់វិលមុខអីចឹងណាអញ្ចឹងធ្វើឲ្យអាការដាក់កម្របទឹកសុទ្ធហ្នឹងជួនកាលមូលអត់ចិត្តជួនកាលកម្របកប៉ិតក៏គាត់មូលជួនកាលកម្របហ្នឹងវាមានបញ្ហាដូចជាកប៉ិតជាអីចឹងដល់ពេលដែលគាត់មូលចឹងទៅវាធ្វើឲ្យស្តង់ដារនៃការផលិតហ្នឹងវាធ្លាក់ចុះចឹងនៅពេលដែលវាធ្លាក់ចុះចឹងទៅធ្វើឲ្យអ្នកត្រួតពិនិត្យហ្នឹងគាត់មើលឃើញថាភាគរយនៃការបង្កើតកំហុសអានេះគេហៅកំហុសបង្កើតដោយមនុស្សហើយគាត់មើលឃើញភាគរយនោះវាកើនខ្ពស់ណាអញ្ចឹងវាធ្វើឲ្យពិបាកគ្រប់គ្រងស្តង់ដារអញ្ចឹងនៅពេលណាមួយដែលមើលអត់បានដិតដល់ធ្វើឲ្យរបស់ដែលខូចខាតផលិតផលសម្រាប់ចុងក្រោយហ្នឹងវាដោយទាំងរបស់ដែលខូចខាតនឹងចេញទៅវាធ្វើឲ្យខូច brand នៅពេលដែលចេញលក់ទៅក្នុងទីផ្សារអញ្ចឹងដោយសារតែបញ្ហាហ្នឹងហើយមានគេកំពុងតែក្រុមហ៊ុនវិច្រើនហ្នឹងរោងចក្រវិច្រើនហ្នឹងគឺកំពុងតែចង់ដាក់បញ្ចូលប្រព័ន្ធ AI ដើម្បីត្រួតពិនិត្យលើនឹងបន្ថែមទៀតដោយសារតែ AI វាជាម៉ាស៊ីនអញ្ចឹងវាដំណើរការដោយម៉ាស៊ីនណាអញ្ចឹងវាគ្រប់គ្រងបានច្រើនហើយវាអត់សូវជាហត់ដូចយើងទេនៅពេលដែលកម្របហ្នឹងវា scan ទៅវាឃើញថាកប៉ិតឬក៏វា scan ទៅវាឃើញថាមានបញ្ហាមួយវាដឹងភ្លាមវា alert វាធ្វើឲ្យមានការជំនួសកម្របហ្នឹងភ្លាមអូខេនេះខ្ញុំគ្រាន់តែឧទាហរណ៍ដោយសារតែខ្ញុំអត់ដឹងច្បាស់ថានៅក្នុងខ្សែសង្វាក់ផលិតកម្មគេហ្នឹងអ្នកណាជាអ្នកមួយអ្នកណាជាអ្នកអីចឹងឯនេះខ្ញុំគ្រាន់និយាយឲ្យយើងស្រួលយល់ទាំងអស់គ្នាដោយសារតែខ្ញុំចាប់អារម្មណ៍ថាវាជាអ្វីដែលដូចទៅនឹងការនិយាយរបស់ Professor នៅក្នុង podcast ហ្នឹងចឹងហើយវាអត់ចាំបាច់ច្រើនឆ្នាំទៅមុខទេឥឡូវហ្នឹងគេកំពុងតែ integrate ដាក់បញ្ចូលប្រព័ន្ធAI ហ្នឹងទៅក្នុងក្រុមហ៊ុនជាច្រើនអញ្ចឹងវាធ្វើឲ្យមានប៉ះពាល់ដល់ការជំនួសពលកម្មរបស់មនុស្សហ្នឹងដោយ AI ច្រើនឡើងវាគឺជាអ្វីដែលពិភពលោកកំពុងតែបារម្ភដែរក៏ប៉ុន្តែក្រុមហ៊ុនធំភាគច្រើនគេគិតទៅលើ cost គេជាងគេអត់សូវខ្វល់ថានេះយើងនិយាយកុំឲ្យប៉ះពាល់គេហ្នឹងឯងតែភាគច្រើនក្រុមហ៊ុនធំគេខ្វល់ទៅលើផលចំណេញហើយនឹង low cost អញ្ចឹងបើសិនជាអ្វីដែលធ្វើទៅវាអស់ប្រាក់ចំណាយតិចហើយបានចំណេញច្រើនភាគច្រើនក្រុមហ៊ុនគេគិតលើហ្នឹងហើយដោយសារតែអាជីវកម្មមួយនៅពេលដែលគេ consider លើអាហ្នឹងទៅវាធ្វើឲ្យ profit គេកើនឡើងច្រើននេះនិយាយក្រុមហ៊ុនសុខក្រៅក្រុមហ៊ុនធំណាវាធ្វើឲ្យការជំនួសដោយ AI ហ្នឹងគឺច្រើនខ្លាំងមែនទែនហើយសូម្បីតែនៅតាមផ្នែក HR អ្នកនរគ្នានៅតាមផ្នែកធនធានមនុស្សនៅតាមក្រុមហ៊ុននីមួយៗហ្នឹងក៏គេមានជាការវាគេធ្វើចេះគេបង្កើតជាប្រព័ន្ធមួយដែលសម្ភាសអ្នកដែលយើងជ្រើសរើសបុគ្គលិកនៅពេលដែលយើងសម្ភាសបេក្ខជនដាក់ពាក្យការងារហ្នឹងគេឲ្យថតជាវីដេអូដោយសារអីដោយសារនៅពេលថតជាវីដេអូចឹងទៅគេប្រើ AI scan ទឹកមុខ scan eye contact scan ការ twitch ភ្នែកយើងអីចឹងណានៅពេលដែល scan ទាំងអស់ហ្នឹងទៅនៅពេលដែលយើងឆ្លើយឧទាហរណ៍គេសួរសំណួរមួយឬក៏ពីរអញ្ចឹងហើយនៅពេលដែលយើងឆ្លើយទៅគឺ AI ហ្នឹងវាអាច analyze វាអាចវិភាគថាការឆ្លើយរបស់យើងហ្នឹងមានភាពពិតប្រាកដប៉ុន្មានភាគរយកុហកប៉ុន្មានភាគរយមានទំនុកចិត្តប៉ុន្មានភាគរយគឺវាអាច scan ទាំងអស់អញ្ចឹងគេកំពុងតែបង្កើតប្រព័ន្ធហ្នឹងដាក់បញ្ចូលទៅក្រុមហ៊ុនធំ corporate ធំណានៅពេលដែល corporate ធំគាត់ប្រើប្រព័ន្ធហ្នឹងដើម្បីបុគ្គលិកទៅគឺគាត់អាចបង្កើនភាគរយនៃការ
មនុស្សដែលត្រូវគោលដៅរបស់គាត់ច្រើនក៏អាចជំនួសបានច្រើនដែរអញ្ចឹងអាហ្នឹងវាគឺជាសំបីតាការបុគ្គលិកអីហ្នឹងក៏គេមានជាប្រព័ន្ធដើម្បីប្រើ AI ជំនួយទៅការងារអីអស់ហ្នឹងដែរអញ្ចឹងឧទាហរណ៍ថាបើលើកមុនក្រុម recruitment team មាន5នាក់អាចកាត់សល់2ឬក៏3នាក់អីចឹងទៅហើយគេនឹងជំនួសដោយ AI ចឹងណានេះវាគ្រាន់តែជា possibility មួយដែលខ្ញុំមើលឃើញថាវាមិនបាច់ចាំដល់ពេលយូរឯវាកំពុងតែកើតឡើងហើយសំបីតែផ្នែកបកប្រែខ្ញុំផ្ទាល់ជាធម្មតានៅក្នុងវិស័យបកប្រែនៅពេលដែលយើងបកឯកសារមួយនៅពេលដែលគេត្រូវការស្តង់ដារខ្លាំងគេត្រូវការអ្នកបកម្នាក់អ្នកត្រួតពិនិត្យពីលើម្នាក់គេហៅ proofreader ដើម្បីពិនិត្យចុងក្រោយថាមានបញ្ហាអីអត់ចឹងឬក៏អ្នកខ្លះគេហៅ quality check ចឹងជាធម្មតា2នាក់តែដោយសារតែសម័យឥឡូវហ្នឹងគេធ្វើបង្កើតជាម៉ាស៊ីនបកដោយ AI ហ្នឹងច្រើនអញ្ចឹងគេភាគច្រើនក្រុមហ៊ុនណាដែលគេត្រូវការបកប្រែច្រើនអញ្ចឹងទៅគេកាត់ចោលម្នាក់ហើយសល់ម្នាក់ទៀតគេទុកជាអ្នក proofread ហ្មងគេហៅវាជា tool ពេលខ្លះគេហៅវាជា software ពេលខ្លះគេហៅវាជាម៉ាស៊ីនយកហ្មងអានេះវាចាប់ដើម effect បដាហើយក៏ប៉ុន្តែសួរថាការបករបស់ AI ហ្នឹងវាល្អកម្រិតណាបើឲ្យ rate ពី1ដល់10ខ្ញុំ rate ឲ្យត្រឹម4ឬក៏5អីទេដោយសារគេផ្ដោតលើ naturalness អញ្ចឹងនៅពេលដែល AI ហ្នឹងវាបកអូខេបកបានក៏ប៉ុន្តែកំហុសច្រើនមែនតើវាថាវាអត់ធម្មជាតិណាយើងស្ដាប់ទៅដូចម៉ាស៊ីនដូចការនិយាយដោយ robot អញ្ចឹងយើងមើលទៅដឹងហ្មងអញ្ចឹងខ្ញុំត្រូវ proofread អីពីលើបន្ថែមទៀតក្នុងស្ថានភាពបច្ចុប្បន្នហ្នឹងគឺគេអាច cut cost បានមួយវគ្គរួចទៅហើយបើឯកសារណា close ស្រួលគេឲ្យ AI បកឲ្យយើង proofread បើឯកសារណាខ្លះវារៀងពិបាកវាពាក់ព័ន្ធជាមួយវប្បធម៌អីច្រើនមានម្នាក់បកហើយមានម្នាក់ proofread ពីលើទៅដែរអញ្ចឹងហ្នឹងវាគឺជាដំណើរការដែលខ្ញុំមើលឃើញក្នុងបច្ចុប្បន្ននៅក្នុងវិស័យការងារដែលខ្ញុំបានដឹងហើយបើអ្នកនរគ្នាដឹងអីលើសពីហ្នឹងឬក៏ប្លែកពីហ្នឹងអីចាំជួយ comment ប្រាប់ខ្ញុំផងអានេះវាគ្រាន់តែជាអ្វីដែលខ្ញុំដឹងខ្ញុំជឿជាក់ថាបើសិនជាយើងខំប្រឹងឲ្យអស់ពីសមត្ថភាពខំប្រឹងពង្រឹងចំណេះជំនាញយើងណាយើងនៅតែអាចឈ្នះ AI បានទៅតាមផ្នែកនៃការងាររបស់យើងដដែលអ្វីដែលសំខាន់គឺត្រូវពង្រឹងជំនាញយើងឲ្យខ្លាំងហោះលុយឲ្យបានច្រើនបង្កើតប្រភពចំណូលឲ្យបានច្រើនហើយកុំភ្លេចបន្តអភិវឌ្ឍខ្លួនឯងជានិច្ចអញ្ចឹងកុំភ្លេច share វីដេអូនេះទៅដល់អ្នកដែលចូលចិត្តការងារ freelance ទាំងអស់គ្នាផងអរគុណច្រើន